ថ្ងៃនេះចេញមិនផុតពីភូមិហុងសានឡើយបងទី1គឺជាអ្នកមានគុណក៏ជាអ្នកជិតខាងចាស់របស់ពួកយើងដែរថ្ងៃនេះដើម្បីសងគុណដល់បងយើងអ្នកបងទី1ជាព្រះបរោះក្រុងហ្វឹងថ្ងៃនេះពួកខ្ញុំនិងអ្នកខ្លះហាត់ផ្សេងទៀតនឹងចូលរួមកំចាត់ក្រុមអន្តរជាតិកំចាត់ចោលទៅ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 ចាត់ចោលទៅ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 ទំនិញយើងនេះហើយស៊ីចូលដែរទេសិនមីហេតុអីក៏ជីវិតម៉ាក់ត្រូវលំបាកយ៉ាងនេះគាត់តែបានចាប់ផ្ដើមជីវិតសាជាថ្មីគាត់បែរជាខ្ញុំប្រកាសជារ៉ូពេតដែលល្អបំផុតឆ្នាំដែលល្អព្យាបាលគេឲ្យបានល្អទោះបីជារ៉ូពេតជុំវិញផែនដីនេះក៏ដោយក៏ខ្ញុំត្រូវតែព្រមរកមីយូលីននៅនាងសិនខ្ញុំយកអារម្មណ៍អ្នកទាំងពីរប៉ុន្តែអ្នកជំងឺត្រូវការសម្រាប់អ្នកទាំងពីរអស់ងុយប្រហែលយប់ទៅហើយទៅហូបអីសិនទៅល្អតោះទៅសៀវហាន់សៀវមីនេះក៏មានថ្ងៃនេះដែរសំណាងល្អថ្ងៃនោះត្រូវបានគេនាំគេចខ្លួនមិនចឹងទេក៏មិនបានឃើញសកម្មភាពកំសត់របស់នាងថ្ងៃនេះដែរហើយពួកយើងប្រយុទ្ធគ្នា20ឆ្នាំមកនេះនាងក៏មិនដែលបាត់បង់ស្អីដែរឆ្នាំនោះយើងចាប់នាងលក់ទើបនាងស្អប់យើងដល់ឥឡូវនេះពេលនេះល្អណាស់នាងពីការយើងស្អីក៏គ្មានសតដែរនាងពេញចិត្តហើយមែនទេជនអន្តពាចាប់គ្មានទីបញ្ចប់ហើយតែមានអ្នកចង់ជួយដូរជនអន្តពានៅតែមានជានិច្ចហេតុអីក៏នាងខំតែយើងខំធានឈិតវិញយើងមិនលេងយើងនឹងបំផ្លាញយើងស្អីក៏មិនសល់ការរកស៊ីរបស់យើងនៅភូមិហុងសានរលាយទាំងអស់យើងនឹងខ្លាចទៅជាអ្នកទោសទៀតបើសិនគេចាប់បានយើងនឹងស្លាប់យើងនឹងចុះនរកក៏ត្រូវរកដៃគូទៅជាមួយដែរទៅចិត្តចោះខ្ញុំមិនឲ្យនាងស្លាប់ដោយការឈឺចាប់ឡើយមន្ទីរពេទ្យនេះខ្ញុំស្គាល់ច្បាស់ណាស់កំឡុងពេលនេះគ្មានអ្នកណាមកពិនិត្យបន្ទាន់ឡើយដូច្នេះនាងឈប់រំពឹងថាមានគេជួយនាងទៀតទៅយើងនឹងចាត់ការនាងម្ដងមួយកំបិតហើយនឹងឲ្យនាងស្លាប់តាមដំណើរលោកហឹងខ្ញុំធ្លាប់ប្រាប់លោកហឹងតាមកក្រុមអន្តពាលោកមិនស្លាប់ខ្ញុំក៏មិនស្លាប់ដូចគ្នាមិននឹងអាចទៅហេតុអីក៏នាងក្រោកមកបានក្រែងពេទ្យទាំងអស់នោះប្រាប់ថាស្អីទៅគ្រូពេទ្យនោះម្នាក់ណាដែលថាមិនមែនជាគ្នាខ្ញុំទៅលោកហឹងយើងជួបគ្នាម្ដងទៀតហើយពួកឯងកំពុងតែជំនះបញ្ជីយើងហើយតែពិតនាងគ្មានបញ្ហាទេនាងក៏មិនបានស្លាប់ដែរមែនទេពេលនេះលោកទៅតែដឹងហ៎ថាខ្លួនឯងល្ងងចាំនេះពួកឯងចាប់ផ្ដើមបោកយើងពីពេលណាតាំងពីគេចាប់ព័ត៌មានថាចាប់លោកមិនបានក៏ចាប់ផ្ដើមបោកលោកតែម្ដងទៅពួកយើងនឹងថាលោកប្រកាសជាត្រឡប់មករំខានម៉ាក់វិញម្យ៉ាងលោកមកយឺតពេកហើយខ្ញុំដេកលើក្រែអ្នកជំងឺប្រហែលថ្ងៃនេះស្រួលខ្លួនខ្លាំងណាស់នាងចង់ធ្វើស្អីយកលោកមកកម្ដៅសាច់ដុំយកលោកមកកម្ដៅសាច់ដុំចាំមិនហើយចង់ផ្លាស់បង្អួចហ៎អាគេខ្ពស់យ៉ាងនេះខ្ញុំធ្លាប់លត់ពីដងហើយខ្ញុំមិនខ្លាចផងលោកជាប្រុសហើយស្អីទៅមកពួកយើងជួយគេលោកកុំចូលមកយើងប្រាប់ថាកុំចូលមកណើស្ងៀមថយក្រោយពួកឯងស្មានថាយើងគ្មានផ្លូវក្រោយចង់ចាប់បានតែគ្នាយើងនៅក្នុងគុកប៉ុណ្ណោះទេណើស្ងៀមកុំចូលមកបើចូលមកយើងស្លាប់នាងភ្លាមសិនមកទៅ